នោះនៅប្រែខ្លួនខ្លាយទៅជាអ្នកលក់ចេកអាំងចំនួន1ថ្ងៃជឿសុំពូអូអាយដល់ពូដែរចេកមកតេះពូហ្នឹងណាពូគិតពីថវិកាប៉ុន្មានពូ7-80000ណាពូណាបើខ្ញុំម៉ៅទាំងអស់ហ្នឹង100000ពូលក់អត់លក់អីយើងលក់មិន100000ណែអត់អូហើយក្នុងរយៈពេល1ម៉ោងបើខ្ញុំអាចលក់ចេកអាំងទាំងអស់គឺខ្ញុំនឹងមានកាដូបន្ថែមទៀតជូនពូអញ្ចឹងឥឡូវបងខ្ញុំណាពូណាតែក្រោយមកគឺថាខ្ញុំក៏បានចេញម៉ូតូជិះទៅកន្លែងទី1របស់យើងឥឡូវនេះផងដែរគឺយើងមកដល់ទីតាំងលក់ចេកទី1ដែលចង់និយាយថានៅពេលដែលមកដល់ហ្នឹងគឺថាចេកអាំងរបស់យើងគឺលក់ដាច់ខ្លាំងមែនតើនិយាយទៅគឺមានម៉ួយទិញរហូតដាក់អេឲ្យបង200រៀលហើយមូលហេតុដែលខ្ញុំលក់ដាច់គឺដោយសារខ្ញុំលក់តែមួយឆ្កាក់100តែប៉ុណ្ណោះនិយាយទៅគឺលក់ឲ្យលឿនហ្នឹងចង់ឲ្យពូឆាប់បានទៅផ្ទះអញ្ចឹងឥឡូវយើងបន្តដំណើរទៅទៀតពូទៅណាទៅតាមផ្លូវដែលបន្តមកខ្ញុំក៏បានធ្វើដំណើរទៅកន្លែងមួយទៀតតែចេកអើយទិញចេកមួយតែចេកបងតែចេកតើបងចង់មកមួយឆ្កាក់យកតែ2ឆ្កាក់បង្មាត់ពីគ្រាប់បានហើយអូខេពូ2ឆ្កាក់បង្មាត់ពីគ្រាប់ពូដៃ2អានេះគេបងដៃ2 Yes បាញ់អេបអេមកដែលបន្តមកគឺថាបងប្រុសក៏បានបាញ់ចំនួន300រៀលប្រុសស៊ីជាមួយនឹងក្មួយលក់ដាច់ចឹងដាច់ហើយដោយសារតែពេលហ្នឹងគឺថាខ្ញុំហេវពេកខ្ញុំក៏បានធ្វើការទៅទិញនំបញ្ចុកអ៊ំចំនួន2ចានផងដែរដែលខ្ញុំក៏បានជូនចេកអាំងគាត់ហើយទិញនំបញ្ចុកគាត់អស់3000រៀលតែថ្ងៃនេះពូលក់មួយក្មួយមិនដែរសុបាយរីករាយហើយពេលហ្នឹងផងដែរគឺខ្ញុំនៅសល់ចេកអាំងត្រឹមតែ50%អីទៀតគឺខ្ញុំនឹងលក់អស់ហើយយើងទៅកន្លែងមួយទៀតបងប្អូនមួយចកា100បងយើងឲ្យគាត់4ចកាអញ្ចឹងបងអស់ចំនួន200រៀលណែបងអរគុណច្រើនហើយសំខាន់គឺថាខ្ញុំជួយលក់ចេកអាំងគាត់អត់ទាន់អស់ផងហ្នឹងគឺមេឃក៏ចាប់ផ្ដើមភ្លៀងចាឥឡូវនេះគឺយើងរកស៊ីទាំងភ្លៀងតែម្ដងបងប្អូនហើយទោះបីថាមេឃកំពុងតែភ្លៀងក៏ដោយក៏យើងនៅតែមានម៉ួយមកទិញដែរ300រៀលតែថ្ងៃហ្នឹងទេស្អែកគិតលុយពេកប៉ុន្តែហោស៊ី business លក់ចេកខ្ញុំល្អអត់ល្អខ្លាំងអត់អើយអរគុណសម្រាប់ការត្រោហើយពេលហ្នឹងផងដែរគឺថាចេករបស់យើងគឺនៅសល់តែជាង10ចកាទៀតគឺអស់ហើយទៅទៀតយើង Let's go តាពូតាតែក្រោយមកខ្ញុំក៏បានចេញដំណើរទៅកន្លែងបន្ទាប់ទៀតសង្ឃឹមថានៅពេលទៅដល់ហ្នឹងគឺយើងលក់អស់ហ្មងអាយ៉ាដែលនៅពេលហ្នឹងផងដែរគឺថាមានបងប្អូនរបស់យើងគឺមកទិញច្រើនមែនតើ200រៀលច្រើនបងអរគុណច្រើនដូចគ្នាអូនអរគុណដែលបន្ទាប់ពីនោះមកខ្ញុំក៏បានចេញដំណើរទៅទៀតដើម្បីបង្ហើចេករបស់យើងហើយយើងក៏ទទួលបានការគ្រប់គ្រងពីលោកតាក៏ដូចជាបងស្រីផងដែរទីចូលហើយពេលនោះផងដែរគឺថានៅសល់ប្រហែលជា4-5ចកាទៀតគឺយើងអស់មែនតើណៃលក់ធ្វើម៉េចឲ្យគាត់ទិញ3ចកាបាទហ្នឹងជា strategy យើងស៊ីបាទមេយកប្រហើយថ្ងៃនេះគេចុះតម្លៃភាគរយឲ្យមេសមបានពូ3ចកា3ចកាឲ្យតា300រៀល100បានទេ100ក៏បាន100រៀលscan A8 តាពូបងស្រីចំណាយត្រឹមតែ100រៀលប៉ុណ្ណោះទទួលបានចេករហូតដល់3ចកាញ៉ាំលេងអរគុណបងអរគុណច្រើនដល់3ចកាអញ្ចឹងអ្នកនរគ្នាមែនតើ3ចកានេះគឺយើងຕົកជូនមនុស្សពិសេសអញ្ចឹងពូរាល់ថ្ងៃពូមាន ABA ពូមានតា ABA នេះតែពូថ្ងៃពូ scan តាមទូរស័ព្ទត្រូវអត់ពូតាមទូរស័ព្ទដោយសារតែឥឡូវហ្នឹងពូ ABA គឺគេបានបង្កើតនៅ mode អាជីវករ ABA បាទមានន័យថាពូមីងតែគាត់រកស៊ីតូចក្តីធំក្តីគឺគាត់អាចប្រើប្រាស់ mode ហ្នឹងរកស៊ីបានទាំងអស់ scan លុយ scan អីគឺ the best ដែល mode អាជីវករ ABA ហ្នឹងគឺជួយឲ្យការរកស៊ីរបស់ពូកាន់តែងាយស្រួលកាន់តែរលូនតែម្ដងដោយសារតែគេមានមុខងារដូចជាដែលទី1គឺថាពូអាចស្នើសុំនៅកូដ ABA KXQR បានភ្លាមតែម្ដងដែលមិនថាជាជើងបញ្ឈរសញ្ញាតម្រូវវិក័យប័ត្របន្តោងកាតឬក៏ sticker ដែលអាចឲ្យបងប្អូនទទួលលុយពីភ្ញៀវបានគ្រប់ធនាគារទាំងអស់ទាំងលុយរៀលនិងដុល្លារដែលដើម្បីស្នើសុំគឺគ្រាន់តែបងប្អូនចុចស្នើកូដ QR បន្ទាប់មករើសចំនួននិងប្រភេទដែលបងប្អូនចង់បានជ្រើសរើសនៅសាខាហាងរបស់យើងបន្ទាប់មកជ្រើសរើសនៅទីតាំងដឹកជញ្ជូនសម្រាប់ឲ្យក្រុមការងារ ABA គាត់ដឹកជញ្ជូនយកទៅឲ្យចំណែកទី2គឺជាមុខងារទូទាត់ប្រាក់ពីភ្ញៀវដែលបងប្អូនទាំងអស់គ្នាអាចបង្កើតជា QR ដើម្បីឲ្យភ្ញៀវ scan បង់លុយភ្លាមតែម្ដងមិនថាជាលុយរៀលឬក៏លុយដុល្លារហើយការធ្វើបែបនេះគឺថាវាមានភាពបត់បែននិងភ្ញៀវអាចបាញ់លុយមកគ្រប់ចំនួនជានិច្ចអត់លើសអត់ខ្វះហើយនៅពេលដែលពូលក់ចេកអាំងពូមានប្របាក់ហប់លុយហប់អីអត់ពូបាទពូចាំមុខងារទី3របស់គេហ្នឹងគឺពូអាចមើលនៅប្រតិបត្តិការនៃការលក់ទាំងក្នុងថ្ងៃនេះអាទិត្យនេះឬក៏ខែនេះបង្ហាញទាំងអស់ច្បាស់តែម្ដងហើយចំណុចទី4វិញគឺថាបងប្អូនអាចមើលនៅរបាយការណ៍នៃការលក់របស់បងប្អូនដែលមិនថាបងប្អូនមានសាខាឬក៏ទីតាំងច្រើននោះទេគឺគេនឹងផ្ដល់ជូនជាទិន្នន័យសំខាន់ដូចជាចំនួនលក់បានចំនួនភ្ញៀវជាចំនួនទឹកប្រាក់និងជាភាគរយផងដែរហើយដើម្បីចូលប្រើប្រាស់មុខងារអាជីវករ ABA គឺគ្រាន់តែបងប្អូនចុចចូលទៅក្នុង ABA Mobile ចុច profile ចុចបដូរទៅកាន់មុខងារអាជីវករហើយចុចយល់ព្រមនឹងលក្ខខណ្ឌដែលក្រោយមកគ្រាន់តែបងប្អូនចុចនៅលើអាជីវករ ABA នេះមកហើយជ្រើសរើសនៅគណនី ABA មួយដើម្បីទទួលប្រាក់នៅពេលដែលបង្កើតហាងហើយបងប្អូនក៏អាចបញ្ចូលនៅឈ្មោះហាងរបស់បងប្អូនហើយជ្រើសរើសទីតាំងអាស័យដ្ឋានអាជីវកម្មរួចចុចបញ្ជាក់ហើយតែប៉ុណ្ណឹងគឺអ្នកទាំងអស់គ្នាអាចចូលប្រើប្រាស់នៅ mode អាជីវករ ABA បានហើយហើយបើលើក្រោយបងប្អូនចង់ចូលទៅប្រើ mode អាជីវករ ABA គឺគ្រាន់តែបងប្អូនចូលទៅក្នុង ABA Mobile ចុច profile ហើយចុច mode អាជីវករ ABA ទៅគឺបងប្អូនអាចប្រើមុខងារថ្មីនឹងបានហើយមួយទៀតផងដែរសម្រាប់បងប្អូនដែលគាត់ជាម្ចាស់អាជីវកម្មហើយចង់បានមុខងារច្រើនជាងនេះទៀតគឺគាត់ក៏អាចទៅប្រើប្រាស់ជាមួយនឹង app ABA Merchants បានផងដែរយើងទៅទៀតចាំពូចាំហើយថតចាំហើយអូយពូថ្ងៃនេះមានអារម្មណ៍យ៉ាងណាដែរពូ
អារម្មណ៍បាយបានលក់ដាច់ ដៃអូ បាទ 100000រៀលទៀត បាទអរគុណច្រើន បាយពូសូមជម្រាបលា ដៃ2